ជំរាបសួរស្ដីបងប្អូនទាំងគ្នាតោះឥឡូវយើងមកបន្តទៀតសម្រាប់បងប្អូនថ្នាក់ទី10ទាំងគ្នាអញ្ចឹងថ្ងៃនេះគ្រូមានលំហាត់មួយលំហាត់របស់យើងថ្ងៃនេះគឺគេឲ្យយើងសម្រួលកសោប៉ុន្តែយើងមើលកសោរបស់យើងមើលឃើញច្រើនជាន់ណាប្រភេទហើយប្រភេទទៀតត្រូវទេចាអញ្ចឹងលំហាត់របស់យើងគឺចូលរៀងប្រភេទលើប្រភេទយើងឃើញអញ្ចឹងណាអញ្ចឹងដើម្បីសម្រួលកសោនឹងបានប្រភេទលើប្រភេទមានន័យថាប្រភេទចែកឲ្យប្រភេទអញ្ចឹងយើងដែរដើម្បីចែកប្រភេទគឺយើងត្រូវយកប្រភេទទី1គុណឲ្យចម្រាស់ប្រភេទទី2ប៉ុន្តែយើងមើលលំហាត់របស់យើងអាលើវាប្រភេទអីតែអាក្រមភាគបែករបស់យើងនេះវាប្រភេទតែមួយនៅឯមែនទេអញ្ចឹងត្រូវបំលែងវាឲ្យទៅជាប្រភេទតែមួយសិនមកចាំយើងធ្វើតាមអីប្រភេទចែកប្រភេទតោះឥឡូវយើងធ្វើតើគ្នាអញ្ចឹងនេះរបាប្រភេទធំរបស់យើងខាងលើនេះគឺភាគយកខាងក្រោមនេះគឺភាគបែកភាគយករបស់យើងគឺប្រភេទស្រាប់ហើយអញ្ចឹងអត់ធ្វើអីវាទុកវាមកវិញដដែលមកអញ្ចឹងខាងលើនេះគឺ a បូក2នៅលើ2ដល់ពេលខាងក្រោមដកប្រភេទត្រូវទេអញ្ចឹងដើម្បីដកវាបានតើភាគបែកវាដូចគ្នាអញ្ចឹងតម្រូវភាគបែកវាតិចមកអានេះគឺអត់ប្រសេអញ្ចឹងមានន័យថាភាគបែកវា1អញ្ចឹងត្រូវគុណម៉ានគុណនឹង a បូក1អញ្ចឹងយើងបាន a កតាឲ្យ a បូក1ដកឲ្យម៉ានដែរដកឲ្យ2ចាយើងដកប្រភេទណាតម្រូវភាគបែកវាដូចគ្នាមកយកភាគយកដកភាគយកភាគបែកទុកនៅដកដែរប៉ុណ្ណឹងតោះបន្តទៀតយើងបានអីនេះខាងលើទុកមកវិញដដែលមក a បូក2នៅលើ2ដល់ពេលភាគបែកខាងក្រោមនេះតោះចាប់ផ្ដើមពលាតគុណ a ពលាតចូលមកអញ្ចឹងយើងបានអី a ការ៉េបូកអីបូក a ដក2នៅលើអីដែរនៅលើ a បូក1ចាតមកទៀតប្រភេទលើប្រភេទអីនេះអញ្ចឹងយើងអាចធ្វើម៉េចយកប្រភេទទី1គុណឲ្យចម្រាស់ប្រភេទទី2មកអញ្ចឹងយើងបានអីគេ a បូក2នៅលើម៉ានលើ2គុណឲ្យ a បូក1នៅលើម៉ានដែរនេះ a ការ៉េបូក a ដក2អញ្ចឹងកន្លែងនេះយើងដាក់ជាផុសគុណកតាតិចមកអញ្ចឹងយើងបានអីដែរដាក់ជាផុសគុណកតាមកអញ្ចឹងយើងកន្លែងនេះយើងអាចសរសេរបានថា a ដក2សំទោស a បូក2កតាឲ្យ a ដក1កន្លែងនេះណាចាអញ្ចឹងដាក់ជាផុសគុណកតាមកបានប៉ុណ្ណេះហើយតមកទៀតយើងឃើញកតាអីដូចគ្នាកន្លែងនេះ a បូក2ដូចគ្នាសម្រួលចោលមកអញ្ចឹងចុងក្រោយចម្លើយរបស់យើងគឺឃើញប៉ុន្មានដែរភាគយករបស់យើងគឺ a បូក1នៅលើ2កតាឲ្យ a ដក1ចាកតាដែលសម្រួលមិញ a បូក2នេះត្រូវតែខុសពី0អញ្ចឹងនេះសម្រួលកសោរបស់យើងចម្លើយចុងក្រោយគឺបានប៉ុណ្ណឹងចាអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូមានតែប៉ុណ្្នឹងឯងអញ្ចឹងសូមអរគុណ